កុំថាដល់គណៈបកត្រឹមគ្រួសារផងយើងនឹងក៏ត្រូវមានវិន័យដែរវិន័យគឺជាស្នូលមួយសម្រាប់ដើរទៅដល់គោលដៅបាទណាអញ្ចឹងវិន័យបើថាយើងអត់មានវិន័យខ្លួនកុំដល់គ្រួសារតែខ្លួនឯងតែម្នាក់ឯងហ្នឹងក៏ត្រូវមានវិន័យដែរបាទបើយើងខ្លួនយើងអត់មានវិន័យហើយសួរថាយើងមិនទៅយកបេះដូងយកការគ្រប់គ្រងពីប្រជាពលរដ្ឋបានបាទអញ្ចឹងយើងត្រូវមានវិន័យតែម៉ោង2គឺម៉ោង2មកអាហ្នឹងគណៈខ្ញុំឧទាហរណ៍វិន័យណាបាទដូចថាយើងណាត់ម៉ោង7កន្លះគឺ7កន្លះត្រូវជួបគ្នាអញ្ចឹងហ្មងបាទចឹងគាត់ថាអូខ្ញុំមកស្ទះសារាចរចេះចុះអានឹងគណិតវិទ្យានៅខ្សោយឯងចឹងបើយើងមានវិន័យច្បាស់លាស់យើងត្រូវគណនាពីចម្ងាយផ្លូវហ្នឹងបំរុងຕົកនៅពេលស្ទះសារាចរទៀតឃើញទេមែនយើងលេខថាកន្លះម៉ោងទៅដល់ហើយអាហ្នឹងផ្លូវលាតអត់មានស្ទះអញ្ចឹងកន្លះម៉ោងទៅដល់ហើយប៉ុន្តែចុះបើស្ទះมันខកអញ្ចឹងយើងត្រូវបំរុងមានគេថាម៉ោងបំរុងដើម្បីធ្វើម៉េចកុំឲ្យខកពេលវេលាបាទតែស្អីក៏ខ្ញុំនៅបង្រៀនណាគេថាគ្មានអ្វីឈឺចាប់ជាងមិនគោរពពេលវេលាទេបងប្អូនណា